បាទយើងសួរលោកគ្រូនេះគ្រូបាទខ្ញុំនឹងធ្វើវីដេអូទាក់ទងនឹងការភ្ជាប់ link ទៅក្នុងកម្មវិធី Google Sheet របស់យើងបាទអញ្ចឹងជាដំបូងយើងបើក Chrome របស់យើងហ្នឹងបាទហើយយើងនឹងឃើញអាចចំណុច9ដែលមានឈ្មោះថា Google App យើងយកមកទៅដាក់លើវាលុបទៅពាក្យ Google App ហ្នឹងបាទហើយ Google App មានច្រើនបាទអញ្ចឹងលោកគ្រូនេះគ្រូឈ្មោះទៅរកបាទ App មួយឈ្មោះថា Drive បាទអញ្ចឹងវាសរសេរ Drive ឲ្យមានរូបពណ៌ហើយរៀងស្តៀងត្រីកោណដែរបាទពណ៌ហ្នឹងចុចលើវាទៅបាទលោកគ្រូនឹងឃើញផ្ទាំងមួយបាទហើយលោកគ្រូទៅមើលផ្នែកខាងលើផ្នែកឆ្វេងមានសញ្ញាលេខបូកមួយដែលមានដាក់ទៅពាក្យថា new អញ្ចឹងលោកគ្រូចុចលើនឹងទៅបាទភាសាខ្មែរដាក់ថ្មីហ្នឹងបាទនឹងចុចលើវាទៅវានឹងឃើញផ្ទាំងបន្តទៅទៀតបាទដែលមានពាក្យថា file upload ហើយនឹង folder upload អញ្ចឹងលោកគ្រូជ្រើសរើសយកពាក្យថា file upload ទៅចុចកន្លែង file upload ហ្នឹងបាទអញ្ចឹងដល់ពេលដែលគ្រូចុច file upload ផាច់ទៅបាទវានឹងឲ្យយើងទៅរកឯកសារណាដែលយើងចង់ upload បាទអញ្ចឹងនេះយើងឈ្មោះទៅរកឯកសារដែលត្រូវ upload ដែរបាទអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំទៅ upload រូបភាពមួយចុះបាទអញ្ចឹងខ្ញុំមាន folder មួយស្អីនៅលើហ្នឹងខ្ញុំទៅបើក folder រករូបភាពមួយដើម្បី upload ជាឧទាហរណ៍មួយជូនលោកគ្រូមើលបាទចឹងនេះ folder upload សំទោស folder រូបភាពរបស់ខ្ញុំបាទនេះចឹងខ្ញុំចុចលើរូបភាពមួយផាច់ដែលខ្ញុំចង់ upload ហើយយកពាក្យ open ខាងក្រោមនេះបាទចុច open អញ្ចឹងរូបទៅបាទសូមបញ្ជាក់ថាកម្មវិធីហ្នឹងយើងប្រើតលតែមានអ៊ីនធឺណិតណាលោកគ្រូបាទលោកគ្រូបាទអញ្ចឹងយើងភ្ជាប់អ៊ីនធឺណិតឲ្យហើយបាទភ្ជាប់ Wi-Fi ឲ្យហើយជាមួយកុំព្យូទ័រហ្នឹងបាទអញ្ចឹងយើងចាំនេះទៅអ៊ីនធឺណិតយើងដើរឬក៏វាអាស្រ័យទៅលើទំហំ file របស់យើងធំតូចបាទវា upload ទៅបាទអញ្ចឹងនៅពេលដែល upload ទៅបានជោគជ័យបាទវានឹងលូតបាទសញ្ញា tick ពណ៌បៃតងមួយនៅផ្នែកខាងក្រោមខាងស្ដាំលោកគ្រូមើលមកតាមសញ្ញាម៉ៅខ្ញុំចូលហ្នឹងបាទលូតសញ្ញាបៃតងហ្នឹងគឺជោគជ័យហ่ะបាទហើយភាសាអង់គ្លេសដាក់ថា upload complete បាទអញ្ចឹងលោកគ្រូអាចយកម៉ៅបាទយកមកឆ្វេងមួយចុចនៅលើអារូបដែលយើង upload នេះពណ៌ក្រហមនេះបាទកុំឲ្យចុចលើអាសញ្ញាបៃតងនេះចុចលើអាក្រហមហ្នឹងមកបាទចុចផាច់មួយទៅបាទវានឹងលុបផ្ទាំងមួយបាទនេះគឺជាបើន័យថាជាផ្ទាំងរូបភាពដែលយើង upload មិញហ្នឹងបាទអញ្ចឹងយើងមិនបាច់ខ្វល់ទៅចុច download អីណាណីមិនបាច់ខ្វល់ទេចុចលើពាក្យ share ខាងស្ដាំផ្នែកខាងលើនោះបាទចុចលើវាផាច់មួយមកបាទយកមកឆ្វេងចុចលើវាមើលវានឹងលុបផ្ទាំងមួយទៀតបាទដែលផ្ទាំងហ្នឹងគឺមានរូប account របស់យើងនេះដូច account របស់ខ្ញុំអញ្ចឹងខ្ញុំដាក់រូបខ្ញុំអញ្ចឹងហើយអង្គមានពាក្យថា restricted កន្លែងកូនសោមួយហ្នឹងគ្រូចុចកន្លែងអាសញ្ញាពួយចុះក្រោមបន្តិចហ្នឹងមកផាច់មកបាទអញ្ចឹងវានឹងឃើញ load ពាក្យមាន restricted ហើយនឹង anyone with the link អញ្ចឹងលោកគ្រូយក anyone with the link បាទរួចហើយយើងនឹងឃើញពាក្យខាងចុងanyone with the link មានពាក្យ viewer បាទអញ្ចឹងចុចកន្លែងហ្នឹងចុចសញ្ញាពួយចុះក្រោមបន្តិចហ្នឹងមកវាមានពាក្យ3ទៀតបាទវាមាន viewer វាមាន commenter ហើយនឹង editor អញ្ចឹងលោកគ្រូអាចយក viewer នេះបានបាទដើម្បីកុំឲ្យនៅពេលដែលយើង upload ទៅគេគ្រាន់តែបានតែមើលទេគេមិនអាចកែឯកសារយើងបានទេប្រហែលតែយើងដាក់ជា Word ដាក់ជា Excel អញ្ចឹងណាបាទអញ្ចឹងយើងយក viewer ចុះបាទហើយយក copy link អញ្ចឹងវាលុបផ្ទាំងខ្មៅមួយថា link ត្រូវបាន copy ហើយយកពាក្យ done បាទរួចរាល់បាទជាការស្រេចបិទខ្វែងចោលបើមិនបាច់ខ្វល់វាទេបាទចូលទៅបើក Telegram របស់យើងមករកមើល link របស់យើងនោះដែលយើងចង់ upload ហ្នឹងបាទចាឥឡូវខ្ញុំឧទាហរណ៍មួយខ្ញុំចង់ upload កន្លែងនេះបាទដាក់ឯកសារផតាហ្នឹងបាទអញ្ចឹងយកម៉ៅមួយយកម៉ៅឆ្វេងចុចលើវាផាច់មួយទៅឲ្យចេញអារង្វង់ជុំវិញវាពណ៌ខៀវអញ្ចឹងទៅបាទអញ្ចឹងបានន័យថាយើងចុចកន្លែងហ្នឹងហើយយើងចង់ដាក់កន្លែងហ្នឹងហើយបាទហើយវិធីលឿនគឺយើងចុច Control K បាទចុច Control K មួយមកវានឹងចេញផ្ទាំងមួយទៀតបាទ control អក្សរ K ណាបាទបាទអញ្ចឹងគឺផ្ទាំងមួយវាឲ្យយើងដាក់ link ក្នុងហ្នឹងហើយវា load cursor ផ្លាក់នោះនឹងស្រេចហើយអញ្ចឹងលោកគ្រូលឿនគ្រាន់តែចុចថា control V មកអា link ហ្នឹងរត់ទៅចូលក្នុងនឹងឯងបាទស្មើនឹងអក្សរ paste បាទអញ្ចឹងចុច apply ឬក៏ enter យកបណ្ដោយមកបាទអញ្ចឹងអា link មិញវាទៅភ្ជាប់រួចជាការស្រេចបាទចេះលោកគ្រូយកមកទៅចុចកន្លែងផ្សេងសិនទៅបាទហើយយើងមើលការប្រែប្រួលយ៉ាងម៉េចពីមុនអក្សរពណ៌ខ្មៅទេយើងមិនទាន់ភ្ជាប់រួចហើយដល់ពេលយើងភ្ជាប់ហើយអក្សរឡើងពណ៌ខៀវអញ្ចឹងមានន័យថាយើងភ្ជាប់បានជោគជ័យហើយអញ្ចឹងចង់ដឹងថាវាជោគជ័យយ៉ាងម៉េចចុច
vô mà mũi cho choạch lên việc hạch mới mó khơi chạy nhé và chạy ai xa để dùng chuột và cho mình để dùng chuột bán chuột chạy ai và hai chạy đón ấy thay ấy ai xa để chuột không đấy và chọn độ chạy vĩnh chẳng viên là rụng chụp vạ môi là gần trong nó đã thay remove và remove lính để chụp vạ khoai tính là cô chạy cái này nó mất là mấy đo vì chạy vinh và ham cho bị delete và cho khi delete lên khi bot ham cho đại ca và cái này cho thấy tự o linh mong và bắt thằng so để ao chuộng liệt và khơi nhé và cho delete tự o chẳng bởi dương undo toán ở đây màu vinh và vì mình phải undo hơn lừa đá và màu vinh và chẳng những ai chuộng sao thay từ và ta ham cho delete và delete từ và chẳng ở con gú